បងប្អូនថ្ងៃនេះមកយកព្រៀបមកគូទៅឲ្យបងប្អូនតែគាត់ទិញនៅខាងស៊ីមរៀបប៉ុន្តែដូចបងប្អូនមើលស្ថានភាពឥឡូវអញ្ចឹងគឺភ្លៀងអត់តន់រាំងទេហើយជិតដល់ម៉ោងដែលឡានកាពីតូលគេចេញហើយភាគច្រើនដែលខ្ញុំផ្ញើសัตว์ទៅឲ្យគេគឺយើងផ្ញើតាមកាពីតូលបងប្អូនព្រោះក្រុមហ៊ុនដទៃគេអត់ទទួលសัตว์រស់ទេហើយរាល់ថ្ងៃនេះរឿងពិបាកមួយគឺពេលដែលយើងពេលខ្លះយើងផ្ញើទៅកន្លែងក្រុមហ៊ុននឹងគេសារៈ2ថ្ងៃ3ថ្ងៃភាគច្រើនគឺគាត់សារៈសៅរ៍អាទិត្យហើយចំពោះខ្ញុំហ្មងខ្ញុំដែលជាអ្នកផ្ញើសัตว์ខ្ញុំរវល់ការងារច័ន្ទសុក្រអញ្ចឹងភាគច្រើនខ្ញុំសារៈផ្ញើសៅរ៍អាទិត្យដែរដល់ពេលយើងពេលខ្លះបញ្ហាតើបងប្អូនពេលដែលយើងផ្ញើទៅស្រាប់តែក្រុមហ៊ុនកាពីតូលនឹងគេសារៈ2ថ្ងៃដល់ថ្ងៃច័ន្ទមិនគេធ្វើការវិញអានឹងយើងដល់ភ័យពូខ្លាចលោសัตว์យើងជួបបញ្ហាសัตว์យើងអីចឹងទៅអញ្ចឹងវាអាចងាប់វាអាចបញ្ហាណាមួយយើងវាពិបាកយើងធម្មតាយើងលក់សัตว์យើងមិនចង់ឲ្យមានបញ្ហាមនុស្សទាំងអ្នកទិញទាំងអ្នកលក់សុទ្ធតែមិនចង់ឲ្យមានបញ្ហាសូម្បីតែបងប្អូនដែលគាត់ទទួលបញ្ញាក្រុមហ៊ុនកាពីតូលឬក៏ក្រុមហ៊ុនដឹកជញ្ជូនផ្សេងក៏គាត់មិនចង់មានបញ្ហាដែរប៉ុន្តែពេលខ្លះពួកគាត់សារៈបានតែថ្ងៃសៅរ៍អាទិត្យនឹងដែរតែពេលយើងសារៈថ្ងៃនេះយើងផ្ញើសัตว์វាជួបបញ្ហាហើយដល់ឥឡូវអញ្ចឹងវាបញ្ហាមួយទៀតគឺផ្ញើទៅអត់ការទេបងប្អូនកន្លែងភ្លៀងហើយបងប្អូនកន្លែងនេះជាកន្លែងដែលខ្ញុំដាក់ខាងងានតាមពិតពីមុនខ្ញុំដាក់មន់ដូចបងប្អូនឃើញអញ្ចឹងមកទ្រុងនឹងគឺមន់មកប្រឡោះគឺខ្ញុំដាក់មន់មេ55ឈ្មោល1ឈ្មោល1មេ5ទៅក្នុងកន្លែងនេះគឺអានេះមកកន្លែងហើយនេះបងប្អូនឃើញកន្លែងនេះឥឡូវខ្ញុំដាក់ព្រៀបបងប្អូនហើយនេះមកកន្លែង5 10 15 20 25ទៅចំណែកមកជួរនេះគឺបាន25មន់ប៉ុន្តែក្រោយមកពេលដែលដោយសារជំងឺ Covid អីរាំងខ្ទប់បិទកាលពីប្រហែលឆ្នាំមុនបងប្អូនចឹងទៅខ្ញុំក៏ផ្អាកចិញ្ចឹមទៅដោយសារយើងអត់ទទួលបានផលចំណេញចិញ្ចឹមទៅខាត1គីឡូបាន13000ហើយមន់6ខែ7ខែមិនទាន់មានអ្នករោទិញផង12000 13000ជាងយើងចិញ្ចឹមទៅអត់កើតខ្ញុំក៏ផ្អាកទៅឈប់ទៅហើយក្រោយមកក៏ដាក់ជ្រូកកណ្ដុរបងប្អូនជ្រូកកណ្ដុរហើយប្រឡោះនេះជ្រូកកណ្ដុរបងប្អូនដែលមើលវីដេអូចាស់របស់ខ្ញុំប្រកាសជាឃើញហើយប៉ុន្តែជ្រូកកណ្ដុរអង្ការនោះគឺយើងជួបបញ្ហាទៀតហើយខ្ញុំអត់បាននៅផ្ទះទៀតអត់មានអ្នកចិញ្ចឹមអត់មានមើលថែជាងក៏ចោលទៅហើយម្យ៉ាងជ្រូកកណ្ដុរវាស៊ីច្រើនបងប្អូនកាលនោះកើត3 4ក្បាលមេបានឹងវាស៊ីចង់ប្រហែលសัตว์ទាំងអស់នៅកន្លែងខ្ញុំនេះហើយខ្ញុំវាស៊ីច្រើនម្ដាយបើខ្ញុំអត់មានកម្លាំងហាន់ដើមចេកឲ្យទេបើខ្ញុំខ្លួនឯងទៅខ្ញុំចេះហាន់ដើមចេកឲ្យបានអញ្ចឹងក៏ឈប់ទៅឈប់ចិញ្ចឹមទៅហើយឥឡូវដាក់កងានដីនេះដោយសារកងានវាអត់ស៊ីច្រើនទេបងប្អូនដាក់ស៊ីតិចតួចហើយខ្ញុំតនេក៏មកទៅនោះដូចច្រូតស្មៅច្រូតអីអញ្ចឹងតិចតួចឲ្យវាស៊ីទៅហើយកងានក៏វាស្រួលដែរយើងគាត់ទៅលុះឲ្យចេះហើយអត់ភ័យខ្លាចលោកឆ្កែអីចូលខំអីទេប៉ុន្តែបើជ្រូកពិបាកមួយត្រង់ថាប៉ុណ្ណេះទប់អត់ជាប់ទេបងប្អូនដបងលុះឲ្យនឹងមូលហេតុនឹងគឺដោយសារតែអញ្ចឹងឯងវាបុកចេញរហូតជ្រូករបស់ខ្ញុំអាបានឹងវាបុកចេញធ្លាយចេញរហូតទប់វាអត់ជាប់ទេពេលអញ្ចឹងលឺតាប៉ាអីគាត់លូរហូតអញ្ចឹងក៏ឈប់ទៅបងប្អូនឈប់ចិញ្ចឹមទៅដោយសារយើងចិញ្ចឹមទៅវាអត់ស្រួលតែបើរឿងស៊ីចំណីស៊ីអីហ្នឹងវាស្រួលហើយបងប្អូនប៉ុន្តែគាត់ថាមួយទៀតដែលពិបាកហ្នឹងគឺយើងវាជួបបញ្ហាច្រើនពេលដែលវាចេញវាអីចឹងទៅវាខ្លាចឆ្កែខំខ្លាចអីចឹងទៅហើយមកជួរនេះគឺរលករបស់ខ្ញុំបងប្អូនរលកប្រាំងហើយក៏មានកូនកាត់ខ្លះដែរនេះគឺសិតតែជាកូនកាត់ហើយចាប់ដើមពងទៀតណាពងនេះញាស់មកគ្រាប់ហើយខ្ញុំដាក់កូនព្រៀបឲ្យបញ្ចុកមកគ្រាប់ពូនេះវាស្រឡាញ់កូនបងប្អូនឲ្យតើកូនដែលវាញាស់មកតាណាគ្នាអញ្ចឹងវាបញ្ចុកវាអីនេះបងប្អូនឃើញនេះជាកូនព្រៀបណាកូនព្រៀបវាដឹងមិនទេមេរបស់វាដល់ថ្ងៃដែលកូនញាស់វាបែរជាអត់ក្រាបកូនញាស់មកតិចលហឹមហើយខ្ញុំចាំមើលតើវាក្រាបអត់វាអត់ក្រាបហ្មងពេលអញ្ចឹងសម្រាប់ចិត្តថាដកយកមកដាក់ឲ្យលលោកបញ្ចុកខ្ញុំមើលតែមួយអាទិត្យអីទៀតហ្នឹងលលោកបញ្ចុកលេងការទៅវាធំហើយខ្ញុំមើលប្រហែលជាត្រូវបញ្ចុកដោយដៃតែមើល
ខាងនេះគឺព្រៀបដែរហើយវាក្រាពងខាងនេះពួកដែលខ្ញុំទុកឯប៉ុន្តែឥឡូវនេះអត់មានកន្លែងទេកំពុងថាបងប្អូនត្រូវការអីអាចយកបានលក់តម្លៃដូចកូនចឹងតែពិតវាចាស់ខែហើយខាងនេះវាចាប់ដើមពងទៀតបងប្អូនពងបានមួយគ្រាប់ហើយកូនរបស់វាបានមួយគ្រាប់ដែរនេះកូនមួយគ្រាប់បាទអាកូនមួយគ្រាប់ចឹងបាទអានេះកូន2គ្រាប់ចេះស្រួលបងប្អូនយើងទុកពូជក៏បានយើងទុកលក់ក៏បានហើយនៅពេលដែលគូកណ្ដាលរបស់វាឆាប់នេះជាងឆាប់ចាប់គូឆាប់កាច់សម្បុកចឹងណាអានេះគឺពងម្សៅហើយប៉ុន្តែបែកអស់ចាំមើលតិចទៀតតើវាមិនអីមិនអញ្ចឹងឥឡូវនេះខ្ញុំទុកព្រៀប4-10គូទេហើយលលោកអីអានេះ4-10គូចឹងទៅហើយសัตว์របស់យើងនេះ4-10ក្បាលចឹងទៅយើងធ្វើតាមលទ្ធភាពសមត្ថភាពឬក៏ពេលវេលាដែលយើងមានហ្នឹងបងប្អូនពួកយើងអាចចិត្តតែដាក់បានទេតាមពិតចិត្តដែលចង់ដាក់ច្រើនវាចេះចង់បងប្អូនហើយចង់ឲ្យរកចំណូលបានច្រើនហ្នឹងក៏យើងចង់ដែរចង់ដាក់ច្រើនចង់រកចំណូលឲ្យបានច្រើនប៉ុន្តែវាទៅរួចយើងអាចចេះធ្វើបាននៅពេលដែលយើងចេះតែជ្រោះចង់ធ្វើសមត្ថភាពយើងអត់ដល់ពេលវេលាយើងមិនមានគ្រប់យើងអាចធ្វើបានទេហើយយើងក៏មិនអាចចោលការងារពីនោះមកធ្វើអានេះដែរការងាររបស់យើងខាងនោះមានស្ថិរភាពអីចឹងទៅយើងធ្វើអានោះទៅអញ្ចឹងម្យ៉ាងយើងការងារនេះជាការងារដែលយើងធ្វើដើម្បីបង្កើនចំណូលបន្ថែមមិនជាការងារមួយដែលយើងយកវាធ្វើជាមុខរបរពេញលេញអាហ្នឹងសម្រាប់ខ្ញុំបងប្អូនសម្រាប់ខ្ញុំបងប្អូនដែលមានពេលវេលាបងប្អូនអាចធ្វើបានបងប្អូនធ្វើទៅប៉ុន្តែដូចខ្ញុំថាអញ្ចឹងពេលខ្លះបើយើងគ្រប់គ្រងប៉ុណ្ណាបានគ្រប់គ្រងប៉ុណ្្នឹងទៅហើយមិនបាច់ភ័យខ្លាចគេមើលងាយទេបងប្អូនពេលខ្លះខ្ញុំពីមុនខ្ញុំមានទទួលអារម្មណ៍ថាគេមើលងាយមើលស្រាលថាចំសัตว์ប៉ុណ្្នឹងសោះធ្វើវីដេអូចំសัตว์ប៉ុណ្្នឹងសោះចែករំលែកចំណេះដឹងពាក់ព័ន្ធជាមួយការចិញ្ចឹមឯណាហើយក៏ធ្លាប់មានអ្នកខ្លះហៅខ្ញុំអាគ្រូជោគជ័យអីចឹងទៅអ្នកខ្លះហៅអាផេះអីចឹងទៅពេលហ្នឹងខ្ញុំមានអារម្មណ៍ថាដូចពិបាកដល់គ្រាន់តែធ្វើវីដេអូមួយហើយយើងចង់ចែករំលែកអ្វីដែលយើងដឹងចឹងណាជូនជាពិសេសកសិករហ្នឹងប៉ុន្តែតែងតែមានអ្នកប្រអប់អ្នកមើលងាយមើលស្រាលហើយអ្នកខ្លះទៀតនិយាយថាហើយចិញ្ចឹមមន់ប្រមាណក្បាលទាប្រមាណក្បាលហ្នឹងធ្វើវីដេអូស្អីគេចិញ្ចឹមរាប់ពាន់ក្បាលរាប់ម៉ឺនក្បាលគេមិនធ្វើផងមានអញ្ចឹងទៀតតែដល់ពេលយូរទៅមានអារម្មណ៍ថាមិនអីអ្នកដែលមកអញ្ចឹងក៏រកឃើញមកច្រើនដងគាត់មកតែម្ដងអញ្ចឹងបាត់ស្ងាត់មុខគាត់បាត់ហើយអ្នកដែលគាត់មកចេញចូលមើលវីដេអូយើងហ្នឹងគឺច្រើនតែអ្នកដែលគ្រប់ត្រូលយើងអញ្ចឹងវាអត់មានហេតុផលអីត្រូវទៅឈឺក្បាលជាមួយពួកគាត់នឹងអញ្ចឹងទេអញ្ចឹងអ្វីដែលខ្ញុំចង់លើកឡើងមិនអញ្ចឹងយើងធ្វើអីយើងធ្វើតាមលទ្ធភាពខ្លួនឯងធ្វើបានបើយើងដាក់ប៉ុណ្្នឹងបានយើងអាចគ្រប់គ្រងប៉ុណ្្នឹងបានធ្វើប៉ុណ្្នឹងទៅបងប្អូនកុំតន់បញ្ញាប់ធ្វើឲ្យលើសពីសមត្ថភាពលទ្ធភាពដែលយើងធ្វើអាចធ្វើបានពេកព្រោះពេលដែលយើងធ្វើលើសសមត្ថភាពពួកយើងពេកអញ្ចឹងយើងនឹងជួបបញ្ហាដូចខ្ញុំអញ្ចឹងខ្ញុំដាក់ប៉ុណ្ណាបានដាក់ប៉ុណ្្នឹងព្រោះមែនតើយើងអាចរកបាន200 300 100 200អីពីវាក៏គ្រាន់ដែរព្រោះប្រាក់ខែយើងក៏វាគ្រាន់ដែរអញ្ចឹងបូកចូលគ្នាចុះឡើងទៅវាអាចបានត្រឹម1000នេះយើងរស់ស្រួលហើយប៉ុណ្្នឹងជាកសិករយើងអត់មានបាយបាច់ចាំទៅឈឺក្បាលហាលថ្ងៃជាមួយមនុស្សអកតេមួយចំនួនតាមមើលគាត់រស់តែលុយផឹកស្រាឲ្យតែគ្រប់នឹងបាននឹងបើនិយាយឲ្យយើងគាត់មើលងាយយើងហើយយើងនិយាយបែបមើលងាយគាត់ទៅវិញមិនតែរស់តែលុយសម្រាប់ទិញស្រាផឹកនឹងមិនបានផងមិនគ្រប់ផងហើយមកមើលងាយយើងដែរយើងមានចំណូលច្បាស់លាស់យើងមានប្រាក់ខែមានអីសមរម្យអីចឹងទៅហើយយើងក៏អាចរកពីនេះពីនោះបានខ្លះថែមទៀតហើយនេះបងប្អូនកណ្ដោប្រាំងរបស់ខ្ញុំពងថាទុកពូជច្រើនបន្តិចដោយសារលើមុនចេះតែលក់ពេកលក់ឡើងអស់កណ្ដោប្រាំងឥឡូវទុកពូជវិញនេះដោយសារសម្បូរស្មៅដែរខាងនេះចឹងកាត់ស្មៅឲ្យស៊ីទៅតិចទៅអាចថាមិនទុកក៏ច្រើនហ្មងណាបងប្អូនគាត់ថាចង់ឲ្យមានមេ20 30ក្បាលchứ 20 30ក្បាលយើងអាចលក់បានខ្ទង់មួយខែអីយើងអាចលក់បាន
3-4-5 គូអីចឹងទៅអាហ្នឹងក៏ជាលុយមួយផ្នែកដែរអញ្ចឹងយើងអាចរកចំណូលពីនឹងបានហើយវាចូលទៅក្នុងនោះហើយក្នុងរូមចឹងវីដេអូនឹងប៉ុណ្្នឹងទេបងប្អូនគ្រាន់តែចង់ឲ្យបងប្អូនឃើញប៉ុណ្្នឹងហើយអរគុណច្រើនជម្រាបលាគ្នានៅវីដេអូក្រោយ